ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានជាវីដេអូឃ្លីបមួយចង់ធ្វើការចែករំលែកជូនពុកម៉ែបងប្អូនបាទពីរបៀបមើលបន្លំសិនហើយការមើលបន្លំសិននេះបាទគឺរបៀបមើលដូចគ្នាទេមិនថាឡានប្រភេទ SUV ឬក៏ Sedan ឬក៏ប្រភេទឡានអីទេពុកម៉ែបងប្អូនបាទគឺមើលដូចតែគ្នាទេបាទហើយខ្ញុំនឹងធ្វើជាវីដេអូបាទបង្ហាញផ្នែកបន្លំសិនពីរថយន្ត Fortuner 018ជូនពុកម៉ែបងប្អូនទស្សនាហើយបន្តិចទៀតបាទខ្ញុំនឹងបង្ហាញនៅផ្នែកបន្លំសិនជាក់ស្ដែងជូនពុកម៉ែបងប្អូនទស្សនាតែម្ដងជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ពុកម៉ែបងប្អូនបាទក្នុងការមើលបន្លំស៊ីរថយន្តមិនថាប្រភេទឡានអីទេពុកម៉ែបងប្អូនបាទ Beretta 400H ឬ CNX ឬក៏ប្រភេទឡានធំទេបាទការមើលរបស់ខ្ញុំគឺដូចគ្នាជាដំបូងគឺខ្ញុំទៅមើលផ្នែកកឡុកលាតបាទផ្នែកដូចជាខាងក្រោយគល់បូមធ្នឹមលើគល់បូមនិងធ្នឹមខាងមុខក្នុងករណីឡានដែលធ្លាប់បុកប៉ះធ្ងន់ធ្ងរបាទ 100% ឲ្យពុកម៉ែបងប្អូនបាទជាក់ស្ដែងគឺនឹងខូចធ្នឹមខាងមុខឬក៏ខូចកាយ៉ៅផ្នែកណាមួយជាមិនខានហើយសម្រាប់វីដេអូដែលខ្ញុំកំពុងបង្ហាញពុកម៉ែបងប្អូននេះបាទគឺជាប្រភេទម៉ាស៊ីនស្អាតមិនមានប្រវត្តិបុកប៉ះបាទសូម្បីតែកឡុកលាតខ្ចៅខ្ចងដូចជាជើងដំបូលកឡុកលាតថ្ពាល់បាទគឺនៅសំណុំដើមតែម្ដងពុកម៉ែបងប្អូនបាទគឺអត់មានសំណាមដោះឬក៏ទាញតល់បាញ់ថ្នាំអីទេគឺនៅសំណុំស៊ីនពីរោងចក្រតែម្ដងពុកម៉ែបងប្អូនបាទគឺមិនមានប្រវត្តិដោះឬក៏កែកុនផ្នែកណាមួយឡើយក្នុងករណីឡានដែលធ្លាប់បុកប៉ះពុកម៉ែបងប្អូនបាទសម្រាប់បន្លំសិនវិញគឺអត់ស្អាតទេពេលដែលយើងបើកឃើញភ្លាមបាទផ្នែកកឡុកលាតមើលទៅគឺបតិបតៈទឹកថ្នាំបាទផ្នែកកាយ៉ៅឬក៏ផ្នែកធ្នឹមមួយចំនួនគឺបាត់សំណុំស៊ីនហើយពុកម៉ែបងប្អូនបាទមើលទៅគឺទឹកថ្នាំបតាឬក៏ទឹកថ្នាំពីរជាន់បាទមើលទៅគឺអត់ស្រស់ទេហើយផ្នែកខ្ចៅខ្ចងកឡុកលាតបាទដូចជាថ្ពាល់ដូចជាជើងដំបូលបាទគឺដោះតិចទីអស់ហើយបាទមើលទៅគឺអត់ស្អាតតែម្ដងហើយក្នុងករណីនេះពុកម៉ែបងប្អូនបាទខ្ចៅថ្ពាល់ឬក៏ជើងដំបូលអីមានសំណាមដោះដោយសារតែឡានខ្លះបាទមានការកពិតតម្រូវឲ្យតោនស្ងួតដូច្នេះជាងតោនស្ងួតគាត់ចាំបាច់ត្រូវតែដោះពុកម៉ែបងប្អូនបាទដើម្បីយកមកតោនឲ្យបានស្អាតជាក់ស្ដែងពុកម៉ែបងប្អូនបាទដូចចុងធ្នឹមប្លង់សិន Fortuner មួយគ្រឿងនេះបាទសម្រាប់ចុងធ្នឹមគឺសំណុំស៊ីនដើមតែម្ដងពុកម៉ែបងប្អូនកាយ៉ៅបាទភ្លីគឺអត់ពីរជាន់ឬក៏បតិបតៈទឹកថ្នាំអីទេបាទគឺមើលទៅគឺស្រស់ស្អាតមែនទែនពុកម៉ែបងប្អូនកឡុកលាតគឺឆ្វាយតែម្ដងបាទគឺថ្មីបន្ទាប់ពីពិនិត្យផ្នែកកឡុកលាតរួចរាល់ខ្ចៅខ្ចងជើងដំបូលជើងថ្ពាល់រួចរាល់គឺខ្ញុំចាប់ផ្ដើមពិនិត្យលម្អិតទៅលើម៉ាស៊ីននិងប្រអប់លេខរបស់រថយន្តហើយការពិនិត្យរបស់ម៉ាស៊ីនពុកម៉ែបងប្អូនបាទអ្វីយើងត្រូវមើលទី1ទៅមើលកឡុកលាតផ្នែកម៉ាស៊ីនតើមានជ្រាបប្រេងដែរឬអត់បាទពិនិត្យទៅលើស៊ីឡាំងតើមានប្រេះឬមានស្រាំជ្រាបប្រេងដែរឬអត់ហើយមួយទៀតបាទគឺយើងត្រូវពិនិត្យទៅលើម៉ាស៊ីនរថយន្តដែលកំពុងបញ្ឆេះតើម៉ាស៊ីនមានបាញ់ប្រេងឬក៏បាញ់ផ្សែងខ្មៅក្នុងករណីម៉ាស៊ីនបាទបាញ់ផ្សែងខ្មៅមានន័យថាម៉ាស៊ីនស្ទើរក្បាត់ឬក៏ធ្លាក់ហើយពុកម៉ែបងប្អូនបាទនេះគឺជាបទពិសោធន៍ខ្លះដែលខ្ញុំចង់ចែករំលែកជូនទៅពុកម៉ែបងប្អូនបាទហើយក៏សូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like និងជួយ share បាទវីដេអូខ្ញុំមកដល់ពុកម៉ែបងប្អូនយើងដែលចង់ដឹងនិងស្វែងយល់បាទពីរបៀបមើលរថយន្តបាទហើយនេះគឺជាគំនិតតូចមួយទេពុកម៉ែបងប្អូនបាទសម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងពីរថយន្តបាទជួយ like ជួយ share វីដេអូខ្ញុំបាទខ្ញុំនឹងមានជាវីដេអូច្រើនបន្តទៀតបាទអរគុណច្រើនបងប្អូន